បាទអូខេសួស្តីបងប្អូនអរគ្នាតកតងទៅនឹងវីដេអូនេះគឺខ្ញុំសូមបង្ហាញពីរបៀបនៃការចូលទៅយក API key យកមកដាក់ចូលក្នុង tool អញ្ចឹងណាបាទអូខេអញ្ចឹងតកតង API key ឥឡូវបងប្អូនចូលទៅក្នុង website FPT-mail អញ្ចឹងសិនទៅណានេះពេលដែលចូលមកបងប្អូនដល់កន្លែងនេះបើសិនអ្នកអត់ទាន់មាន account ទេគឺបងប្អូន click យក sign up account សិនអញ្ចឹងណាបាទបងប្អូនចុច sign up ហើយយើងបំពេញឈ្មោះ email ដាក់លេខទូរស័ព្ទផងយើងទៅហើយ password ទៅអញ្ចឹងហើយអានេះយើងកត់វាទុកទៅណាបាទ note វាទុកទៅកុំឲ្យភ្លេចថ្ងៃក្រោយពេលថ្ងៃក្រោយយើងត្រូវការ login ចូលភ្លេច password ភ្លេចអីកាំងទៀតហើយអញ្ចឹងណាបាទអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺបំពេញហើយគឺដាក់ត្រូវកត់ទុកបាទកត់ទុកទៅកុំឲ្យភ្លេចឬក៏បាត់អញ្ចឹងទៅពិបាកបង្កើត account ថ្មីបាទអញ្ចឹងពេលដែលបងប្អូនsign up ហើយលោតដល់កន្លែងហ្នឹងបងប្អូនធ្វើការ login ចូលទៅណាបាទហ្នឹងហើយអញ្ចឹងពេលដែលបងប្អូនទាំងអស់គ្នា login ចូលនេះបងប្អូនឃើញកន្លែងនេះនេះកន្លែងនេះអញ្ចឹងកន្លែងនេះគឺសម្រាប់ឲ្យយើង pay លុយយើងដាក់លុយចូលទៅក្នុង website ហ្នឹងដើម្បីនេះ rec បានអញ្ចឹងណាបាទដើម្បីពេលដែលយើងបង្កើតទៅគឺវាអាចទិញ mail auto បាទអញ្ចឹងពេលដែលយើង scan យើងបើក account Binance ផងយើងមកយើងពេលដែលចុច pay លុយបងប្អូនមើលនៅក្នុងវីដេអូមួយទៀតណាបាទមើលក្នុងវីដេអូមួយទៀតពេលដែលយើង scan ហើយយើង complete វាយកន្លែង note នេះផងអញ្ចឹងយើងចង់ scan ដាក់លុយចូលប្រមាណហៅតែមកថា5 10រៀល20រៀលអញ្ចឹងណាបាទអញ្ចឹងខាងក្រោមពេលដែលយើងវាយលុយចូលហ្នឹងនេះចាំមើលខ្ញុំបង្ហាញបន្តិចបាទអញ្ចឹងតកតងរបៀបនៃការដាក់លុយហ្នឹងខ្ញុំអញ្ចឹងនេះពេលដែលយើង scan លុយឲ្យវាអានេះរបៀបដាក់លុយចូល Binance នេះពេលដែលយើង scan មកហើយខ្ញុំសូមបង្ហាញតិចក្នុងវីដេអូនេះខ្ញុំប្រាប់ហើយអញ្ចឹងបងប្អូនអាចមើលនៅក្នុងវីដេអូហ្នឹងបាននេះពេលដែលយើង scan ហើយវា load មកដល់កន្លែងដាក់លុយចូលហ្នឹងគឺវាមានកន្លែង note នេះបាទអញ្ចឹងយើង copy transfer content ហ្នឹងយើងយកមក paste ចូលកន្លែងដាក់កន្លែង note ហ្នឹងបានវា load ចូលទៅក្នុង account ផងយើង auto ណាបាទអូខេអញ្ចឹងតកតងរបៀបនៃការចូលទៅយក API យកមកដាក់ក្នុង tool យើងចូលមកកន្លែង profile ផងយើងមកហើយយើងចុចលើកន្លែង profile នេះមកណានេះអញ្ចឹងយើងឃើញ API ផងយើងអានេះអញ្ចឹងយើងចុច copy វាមកចុចលើទៅ copy ទៅហើយយើងចូលទៅបើក tool បាទអញ្ចឹង tool យើងនៅណាយើងបើកវាមកណាបាទឥឡូវខ្ញុំចូលទៅបើក tool របស់ខ្ញុំបាទយើងចូលមកនេះបាទយើងបើកវាចឹងមកអូខេអញ្ចឹងលោតដល់កន្លែងនេះយើងចូលមកកន្លែង setting ហើយយើងផាសអានេះយើងរើសយក FPT mail អញ្ចឹងណាបាទហើយយើងផាសចូលមកនេះផាសចូលតែប៉ុណ្្នឹងហើយអូខេហើយខ្ញុំសូមបញ្ជាក់បងប្អូនតិចបើសិនជាបងប្អូនរើសយក SMS browser បងប្អូនAPI របស់ SMS browser យើងដាក់ SMS browser ទៅប៉ុន្តែបើសិនជា FPT mail បងប្អូនយក FPT mail ណាបាទ API យើងផាសទៅប៉ុណ្្នឹងទៅយើងចុច save វាទៅហើយយើងចុច start ទៅគឺវាដើរ auto ហើយបាទតែប៉ុណ្្នឹងទេបាទអូខេសូមអរគុណ